សួស្តីអ្នកទាំងអស់គ្នាខានជួបគ្នាយូរថ្ងៃនេះខ្ញុំមានវីដេអូខ្លីចែករំលែកទាក់ទងនឹងលំហាត់if a topic សម្រាប់ត្រៀមប្រឡងបាទថ្ងៃនេះខ្ញុំនឹងចែករំលែកចំនួន4សំណួរដូចដែលអ្នកទាំងគ្នាកំពុងបានឃើញហ្នឹងគឺគេហៅថាវិញ្ញាណភាសាបាទគឺជាវិញ្ញាណសាររូបភាពបាទលេខ16នេះបាទដូចរូបភាពដែលយើងបានអ្នកទាំងគ្នាបានឃើញហ្នឹងរូបភាពហ្នឹងគេហៅថាត្រាបាទយើងបោះត្រាបោះអីលើឯកសារអញ្ចឹងបាទត្រាជាភាសាអង់គ្លេសយើងនិយាយថាថូចាងបាទថូចាងអញ្ចឹងចម្លើយត្រឹមត្រូវគឺនៅលេខ4បាទរីឯលេខ1បាទគេដាក់ធុងចន់ហ្នឹងបាទអត់ត្រូវទេធុងចន់ហ្នឹងបើប្រែថាបាទលុយកាក់បាទលុយបាទកាក់បាទដល់លេខ2ហ្នឹងធុងចាងបាទធុងចាងហ្នឹងក៏អត់ត្រូវដែរធុងចាងហ្នឹងយកមកប្រែខ្មែរថាសភៅធនាគារបាទសភៅធនាគារបាទរីឯលេខ3ហ្នឹងបាទយើងហៅថា GPay បាទ GPay ហ្នឹងក៏អត់ត្រូវដែរហ្នឹងប្រែថាក្រដាសប្រាក់បាទចឹងលេខ16នេះឆ្លើយត្រឹមត្រូវពីលេខ4បាទតោះមកយើងចូលទៅដល់លេខ17បាទ10ឈឺប៉ុនមុនចេបាទលើរូបភាពដែលអ្នកខ្ញុំបានឃើញហ្នឹងឃើញបរិយាម្នាក់គាត់កំពុងដើរចុះបាទពីក្រោមចដាហ្នឹងយើងត្រូវស្គាល់ថាចដាដែលគាត់កំពុងដើរហ្នឹងគេហៅចដាជើងជាភាសាអង់គ្លេសយើងនិយាយថា Ketan ចឹងចម្លើយលេខ1លេខ2ដែលមានពាក្យឆាំងមុននៅគឺអត់ត្រូវទេបាទខុសហើយឆាំងមុននឹងសំដៅលើបង្អួចចឹងក្នុងរូបភាពនេះក៏មានបង្អួចទេជាងចម្លើយវាស្ថិតនៅលេខ3លេខ4ចឹងយើងគ្រាន់តែរកពាក្យសកម្មភាពដែលគាត់កំពុងចុះមកហ្នឹងមកចុះមកជាភាសាកូរ៉េយើងនិយាយថានេរយោខាដាបាទពីដើមវានេះចម្លើយត្រឹមត្រូវនេះគឺលេខ4គេតាមនេះនេរយោខាកូស៊ីមីដានេះថាកំពុងតែចុះពីបាទកម្មចដាគេតាមកម្មចដាបាទនេរយោខាដានេះបាទចុះរីឯកូស៊ីមីដានេះបាទកំពុងវាជាទម្រង់វិជ្ជករបាទចឹងកំពុងចុះពីលើកម្មចដាតែលេខ3នេះខុសបាទដោយសារតែគេនិយាយថាខេតាននៅឧឡាខាកូស៊ីមីដាខេតានកម្មចដាឧឡាខាកូស៊ីមីដានោះប្រែថាកំពុងតែឡើងទៅអត់មានកំពុងឡើងទៅទេបាទព្រោះកំពុងតែចុះមកបាទពីកម្មចដាមកតាបាទរីឯបានចម្លើយលេខ1បាទខុសហ្នឹងនិយាយថាឆាំងមុនឬថាកូស៊ីមីដាឆាំងមុននៅលើបាទបង្អួចនិយាយថាកូស៊ីមីដានោះវាថាកំពុងតែបាទដោះជូតពីដើមវាថាតែបាទដោះជូតចឹងអត់ទៅទេរ៉ែលេខ2នេះក៏ខុសដែរគេដាក់ឆាំងមុនឬបាទបង្អួចមែនហ្នឹងយកកូស៊ីមីដាបាទពីដើមវាយកដែរយកកូស៊ីមីដាប្រែថាកំពុងតែបើកបាទពីដើមវាយកដែរហ្នឹងសំដៅលើបាទបើកទ្វារបើកបង្អួចហ្នឹង
បាទអញ្ចឹង17នេះឆ្លាតត្រឹមត្រូវវាលេខ4បាទគេតាមនៅនិរយោខាគូសិមេដាកំពុងតែចុះបាទពលកម្មចដាបាទឥឡូវយើងចូលទៅដល់បាទលេខ18មកសិផាពណ៌មិនចេប្រភេទដូចដែលអ្នកទាំងអស់គ្នាកំពុងបានឃើញហ្នឹងបាទគេហៅថាខ្មៅដៃបាទខ្មៅដៃជាភាសាកូរ៉េយើងនិយាយថាយ៉នភីលបាទយ៉នភីលគឺវានៅចន្លោះត្រឹមត្រូវលេខ1បាទយ៉នភីលហ្នឹងខ្មៅដៃដែលលេខ2នេះខហើយបាទខាវីបាទយើងអានថាខាវីនេះយើងប្រែថាអន្តរ័យដែលលេខ3នេះក៏ខដែរលេខ3គេនិយាយថាខុងឆេកបាទខុងឆេកហ្នឹងនៅលើសិភៅសេដៃបាទលេខ4ក៏ខដែរលេខ4គេនិយាយថាភីលធុងបាទភីលធុងស្មើលើប្រអប់ខ្មៅដៃបាទចុះខុសហើយបាទឥឡូវយើងចូលទៅដល់បាទសំណួរបាទបន្តមកបាទសំណួរលេខបាទ19សិបគូប៉ុនមុនចេប្រភេទនឹងស្តៀងលេខបាទ17ដែរប៉ុន្តែគាត់នៅសកម្មភាពនេះក៏កំពុងឡើងទៅលើវិញបាទអញ្ចឹងរូបភាពនេះភាពកម្មចដាបាទចឹងចាប់ពីចន្លោះលេខ1លេខ2លេខ3លេខ4សុទ្ធតែមានកម្មចដាដូចគ្នាប៉ុន្តែយើងគាត់តែជ្រើសសកម្មភាពគាត់កំពុងឡើងទៅមកហ្នឹងជាចំណុចត្រឹមត្រូវហើយចឹងឡើងទៅមិញហ្នឹងគឺពាក្យពូឡាខាដាចឹងចន្លោះដែលមានពាក្យពូឡាខាដាហ្នឹងគឺវានៅចន្លោះត្រឹមតែលេខ3នេះបាទខេតានិលកម្មចដាពូឡាខាកូស៊ីមដាបែរថាកំពុងតែឡើងទៅគេថាកំពុងតែឡើងទៅលើកម្មចដាបាទចំណុចត្រឹមត្រូវលេខ3ហ្នឹងបាទតែលេខ1ដូចគ្នាមិញហ្នឹងបាទដូចគ្នានៅចម្លើយបាទដូចគ្នានៅសំណួរលេខ17ដែរហ្នឹងបាទគេនិយាយថាខេតានិលថាកូស៊ីមីដាខេតានិលចដាថាកូស៊ីមីដាហ្នឹងកំពុងតែដោះជូតបាទចង់ត្រូវទេហើយលេខ2ក៏អត់ត្រូវដែរលេខ2គេនិយាយថាខេតានិលស៊ូកូស៊ីមីដាប្រែថាកំពុងតែបោះបាទចណ្ដាបាទពីដើមវាស៊ឺដាប្រែថាបោះបាទឆ្លើយលេខ4នេះក៏ខុសដែរ4គេនិយាយថាគេតាមនៅបាទចណ្ដានៅរយៈខាគួយសិមេដាហ្នឹងយើងទំរៀននៅសំណួរលេខ17មិញហ្នឹងកំពុងតែចុះទៅចុះលេខ4គេចង់និយាយថាគេតាមនៅរយៈខាគួយសិមេដាកំពុងតែចុះពលកម្មចណ្ដាចង់ខុសហើយបាទអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងយើងនឹងជួបគ្នានៅវីដេអូបន្តអរគុណច្រើន